សូមគោរពនមស្ការចំពោះព្រះថេរានុថេរៈដោយសេចក្តីគោរពជ្រះថ្លានិងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយពីក្នុងឱកាសនេះសូមលើកយកនៅចេតយៈបាលីហៅថាចេតយៈគឺមាន4យ៉ាងធម្មចេតិយឬក៏ចេតយៈហ្នឹងគេហៅថាធម្មចេតិយចេតិយសម្រាប់ដាក់នៅប្រត្រៃបិដកបរិភោគចេតិយចេតិយសម្រាប់ដាក់នៅបរិខាផ្សេងផ្សេងធាតុចេតិយចេតិយសម្រាប់ដាក់នៅអធិធាតុឧបទេសកចេតិយចេតិយគេកសាងចំពោះព្រះសម្មាសម្ពុទ្ធដើម្បីនមស្ការគោរពបូជាសូម្បីតែព្រះពុទ្ធរូបក៏ថាឧទេសកចេតិយហើយបើយោងទៅតាមព្រះមហាបរិនិព្វានសូត្រក្នុងកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះអពាតទ្រង់សម្ដែងចំពោះភិក្ខុទាំងឡាយមានអានន្ទជាប្រធានថាអចត្តារមេភិក្ខវេធូបារហៈពុគលាសម្មាសម្ពុទ្ធោបច្ចេកពុទ្ធោអរហោចក្រវត្តីរាជាប្រែថាមនាលភិក្ខុទាំងឡាយបុគ្គល4ប្រភេទគឺបុគ្គលដែលគួរតម្កល់ឬក៏បញ្ចុះនៅក្នុងស្ថូបនោះគឺមានព្រះសម្មាសម្ពុទ្ធមួយព្រះបច្ចេកពុទ្ធមួយព្រះអរហន្តមួយនិងស្ដេចចក្រពត្តិមួយនេះត្រូវជា4នៃបុគ្គលដែលគួរចុះក្នុងស្ទប់ហើយទី1ក្នុងចេតិយហ្នឹងគឺចេតិយសម្រាប់ដាក់នៅប្រត្រៃបិដកហៅថាធម្មចេតិយគឺព្រះធម៌ទាំងឡាយដែលមាន84000ប្រធមខណ្ឌក្នុងនោះមានបែងចែកជា3ផ្នែកគឺវិន័យបិដកហៅថាព្រះវិន័យមាន21000ធម្មខណ្ឌឬ21000ធម្មខណ្ឌសុតន្តបិដកហៅថាប្រសូតមាន21000ប្រធមខណ្ឌឬហៅថា21000ប្រធមខណ្ឌអភិធម្មបិដកព្រះអភិធម្មមាន42000ធម្មខណ្ឌឬហៅថា42000ធម្មខណ្ឌចំពោះធម្មចេតិយដែលធ្វើនោះដូចជាព្រះគាថាក្នុងព្រះអរិយសច្ចជាដើមគឺយេធម្មាហេតុបភវាទេសង្ហេតុតថាគតោអហង្ទេសច្ចយោនិរោធាអេវੰវាតិមហាសមាណោប្រែធោទាំងឡាយឯណាមានហេតុជាដែនកើតឡើងព្រះតថាគតពលនៅហេតុនៃធោទាំងឡាយនោះផងនិងពលនៅសេចក្តីរលត់ធោទាំងឡាយនោះផងព្រះតថាគតតែងមានវាទៈមួយយ៉ាងនេះឯងនេះហើយដែលហៅថាធម្មចេតិយរទី2ហៅថាបរិភោគចេតិយចេតិយសម្រាប់បញ្ចុះនៅគ្រឿងបរិក្ខារទាំងឡាយផ្សេងរបស់ព្រះសម្មាសម្ពុទ្ធមូលហេតុដែលនាំឲ្យមានបរិភោគចេតិយនេះឡើងដោយមានរឿងដំណាលថាពេលដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងព្រះអង្គរៀបបរិនិព្វានទ្រង់អនុញ្ញាតទុកឲ្យបរិស័ទគោរពបូជានៅទីសង្វេជននីយដ្ឋានធំ4កន្លែងទៀតនោះគឺបរិភោគចេតិយគឺចេតិយបានដល់សង្វេគនីយដ្ឋាន4កន្លែងធំគឺទី1ដោយរលឹកឃើញនៅកន្លែងដែលតថាគតប្រសូតទី2ដោយរលឹកឃើញនៅកន្លែងដែលព្រះអង្គទ្រង់ត្រាស់ដឹងទី3រលឹកនឹកឃើញកន្លែងដែលព្រះអង្គសម្ដែងធម្មចក្រហើយទី4រលឹកនឹកឃើញដល់កន្លែងដែលព្រះអង្គបរិនិព្វានកាលដែលព្រះអង្គប្រសូតនោះគឺនៅថ្ងៃសុក្រ15កើតខែវិសាខឆ្នាំចក្នុងព្រៃលំពិនីវេលាថ្ងៃចិត្តត្រង់ចន្លោះនគរទាំងពីរគឺនគរកបលផុសនិងនគរទេវតាហៈក្នុងនោះមុនពុទ្ធសករាជ
80 ឆ្នាំមុនគ្រិស្តសករាជ625 ឆ្នាំហើយកាលព្រះអង្គត្រាស់ដឹងលើរតនបល្ល័ង្កនោះមានកម្ពស់14ហត្ថក្រមម្លប់ពោធិព្រឹក្សក្បែរស្ទឹងនេរញ្ចរាគោរវេលានិគមនៅថ្ងៃពុធ15កើតខែវិសាខឆ្នាំរកាវេលាបែកបច្ចុសម័យទៀបភ្លឺក្នុងប្រជញ្ញ35 ឆ្នាំហើយនឹងមុនពុទ្ធសករាជ45 ឆ្នាំកាលដែលព្រះអង្គសម្ដែងធម្មចក្រកប្បវត្តនសូត្រនៅក្នុងព្រៃអេសិបតនវិកតាយវ័នដែនកោសីប្រុសភិក្ខុ5 អង្គគឺពួកបញ្ចវគិគឺជានាគដែលបម្រើព្រះអង្គតាំងពីដើមមកពេលព្រះអង្គសាងប្រភ្នួរហូតដល់ព្រះអង្គជិតនឹងបានត្រាស់ដឹងបានបញ្ចវគិនឹងរត់ចោលព្រះអង្គហើយពេលនោះព្រះអង្គក៏ទៅសម្ដែងបញ្ចវគិទាំង5 អង្គនោះដែលមានឈ្មោះថាកណ្ដញ្ញៈ1បតិយៈ1វបៈ1អសជិ1មហានាម1ពេលដែលព្រះអង្គសម្ដែងធម្មចក្រនោះគឺនៅក្នុងថ្ងៃអាទិត្យ15កើតខែអាសាឍឆ្នាំវកមុនពុទ្ធសករាជ45 ឆ្នាំពេលនោះកាលដែលព្រះអង្គយាងចូលនិព្វានត្រង់ព្រះនិព្វាននៅត្រង់ចន្លោះដើមរាំងទាំងគូក្នុងសាលវ័នឧទ្យានរបស់មលកសត្វក្បែរនគរកុសិនារានៅថ្ងៃអង្គារ15កើតខែវិសាខឆ្នាំម្សាញ់ក្នុងប្រជញ្ញគម្រប់80 ឆ្នាំក្នុងប្រជញ្ញគម្រប់80 ឆ្នាំដែលព្រះអង្គចូលបរិនិព្វានក្នុងការត្រាស់ដឹង45 វស្សាហើយទី3ទៀតនោះគឺបានដល់ធាតុចេតិយធាតុចេតិយហ្នឹងមាន2យ៉ាងទៅទៀតគឺអក្ខមនីចេតិយដែលសម្រាប់បញ្ចុះប្រសារីរិកធាតុបុគ្គល4ពួកអធិធាតុចេតិយសម្រាប់បញ្ចុះជនសាមញ្ញហើយព្រះបរមធាតុរបស់ព្រះអង្គគេចែងចេញជា2ប្រភេទព្រះធាតុដែលមិនបាក់បែកមួយហើយព្រះធាតុដែលបាក់បែកមួយហើយធាតុដែលមិនបាក់បែកនឹងមាន7អង្គគឺទី1ឆ្អឹងថ្ងាសដែលហៅថាប្រអិនដាក់សធាតុទី2ប្របាថាធាតុចង្កោមកែវទាំង4ប្រាក់អខុកធាតុឆ្អឹងដងកំវិត2ណាឆ្អឹងថ្ងាស1ឆ្អឹងចង្កោមកែវទាំង4ហើយនឹងឆ្អឹងដងកំវិត2បូកចូលគ្នាមកត្រូវជា7ធាតុ7អង្គនេះហើយដែលមិនបានបែកបាក់នៅស្អាតធម្មតាដែលធាតុដែលបានបាក់បែកនឹងមាន3ប្រភេទទៀតគឺទី1ប្រមធាតុខ្នាតកណ្ដាលធំមានទំហំប៉ុន1កំណាត់ក្របសណ្ដែកបាយមានពណ៌ដូចជាមាសមានចំនួន5នាលហើយទី2ប្រមធាតុខ្នាតកណ្ដាលមានទំហំប៉ុន1កំណាត់អង្ករមានពណ៌ដូចកែវភ្លឺមានចំនួន6នាយ6នាលប្រាក់ប្រពទី3គឺប្រាក់ប្រមធាតុខ្នាតតូចបំផុតមានទំហំប៉ុនក្របស្ពៃដែលមានផលដោយប្រការថ្កុលមានចំនួន5នាលហើយប្រាក់បរមធាតុទាំងពីរប្រភេទធំនៅខាងលើនឹងត្រូវបានប្រតិស្ថានតម្កល់ទុកឬបញ្ចុះទុកក្នុងទីផ្សេងគ្នាប្រាក់បរមធាតុដែលមិនបាក់បែកនឹងទាំង7អង្គត្រូវបានយកទៅបញ្ចុះក្នុងស្ថានទាំង7កន្លែងដែលគឺប្រះចង្កោមកែវស្ដាំខាងលើនៅស្ថានតាវតឹង2ប្រះចង្កោមកែវស្ដាំខាងក្រោមនៅឋានសីហលៈប្រះចង្កោមកែវខាងឆ្វេងខាងលើនៅដែនខន្ធារៈ
ប្រាស់ចង្កមកែវឆ្វេងនៅខាងក្រោមនៅពិភពនាគឆ្អឹងដងកំបិតឆ្វេងនៅឋានព្រហ្មលោកនិងឆ្អឹងដងកំបិតស្ដាំមិនបានប្រកាសទីស្ថានទេហើយឆ្អឹងថ្ងាសក៏មិនបានប្រកាសទីស្ថានដែរនេះគឺជាធាតុកាសចេតិយដែលចេតិយដែលតម្កល់ទុកអធិធាតុសរីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងជាងទេទី3សម្ដែងតែប៉ុណ្្នឹងសង្ខេបសូមញាតិញោមយល់ទី4គឺឧទេសកចេតិយហើយចេតិយដែលគេកសាងឡើងចំពោះព្រះសម្មាសម្ពុទ្ធបានដល់ព្រះពុទ្ធរូប8យ៉ាងហ្នឹងណាទី1គឺវេទិកាមុត្រៈត្រង់ប្រភ្នែនប្រហោះស្ដាំដាក់លើប្រហោះឆ្វេងធ្វើសមាធិទី2ភូមិសមុត្រៈត្រង់ប្រភ្នែនដូចជាសមាធិដែរប៉ុន្តែប្រហោះចង្អុលចុះទៅលើផែនដីបានន័យថាព្រះអង្គបច្ចេកមាហើយទី3ធម្មចក្រមុត្រៈត្រង់ប្រភ្នែនប្រហោះដាក់លើអូតូខ្លះក្តោបខ្លះលាខ្លះត្រង់សម្ដែងធម្មចក្រអភយមុត្រៈត្រង់ប្រភ្នែនឈរខ្លះលាប្រហាត់ចេញខ្លះចូលខ្លះត្រង់អោយអភ័យដល់ពពួកសត្វហើយទី5វេវរៈមុត្រៈត្រង់ប្រភ្នែនខ្លះឈរខ្លះបាតប្រហោះទាំងពីរសំយងចុះត្រង់ប្រទានពរដល់សត្វទី6បាទានមុត្រៈជាតំណាងកាលដែលព្រះអង្គទ្រង់និមន្តបណ្ឌបាតហើយទី7សយនមុត្រៈព្រះពុទ្ធរូបផ្ដុំជាតំណាងកាលដែលព្រះអង្គផ្ទុំព្រះកាយទៅខាងស្ដាំព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំដោយត្រង់ផ្ទុំធម្មតាគឺផ្ទុំលើមโนសញ្ចសន័យសយណៈសញ្ចាសនៈជាអនុដ្ឋានសញ្ញាត្រង់បរិនិព្វានហើយទី8ព្រះអង្គរូបនាគគឺប្រកបជាតំណាងកាលដែលព្រះអង្គគង់លើភ្លឺស្រះមុចលិនដូច្នេះហើយគឺជាឧទេសកចេតិយគឺបានដល់ព្រះពុទ្ធរូប8យ៉ាងដែលយើងគួរចាំហើយគួរធ្វើសក្ការៈបូជាអានឹងការសម្ដែងអំពីចេតិយដោយសង្ខេបបែបខ្លីប៉ុណ្នេះបើមានតោះខុសត្រង់ណានឹងសូមប្រធេរានុធេរៈគ្រប់ព្រះអង្គដូចជាញាតិញោមពុទ្ធបរិស័ទបញ្ញវន្តបណ្ឌិតទាំងឡាយសូមជួយកែតម្រូវដោយខមមិននៅខាងក្រោមសូមបានសុខចម្រើនពរ